សឹងតែមួយខែអញ្ចឹងនៅសល់តែមួយថ្ងៃនេះថ្ងៃចុងខែគឺយើងធ្វើការដល់លេងហើយកាលនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅភ្លក់មុខម្ហូបមួយចំនួននៅក្នុងទីក្រុងប៉េកាំងហើយឥឡូវនេះខ្ញុំមកដល់ផ្លូវមួយកន្លែងដែលឈ្មោះថាស៊ឺឆាហៃនៅឃើញទីនេះមានការតុបតែងបែបបុរាណមានការតុបតែងផ្សេងលក់ស្ករតាំងម៉ែស្ករអីចឹងណាហើយបងប្អូនឃើញនៅខាងក្រោយខ្ញុំនេះគឺសុទ្ធតែប្រជាជនចិនច្រើនមែនទែនអត់តែសារអាទិត្យបុណ្យទានពីច្រើនគឺគេក្នុងគ្រួសារគេធ្វើដំណើរកំសាន្តហើយទូទៅពីច្រើនជនជាតិចិនអត់សូវចូលចិត្តនៅផ្ទះហ្មងនៅថ្ងៃចុងសប្តាហ៍ឥឡូវនេះយើងឃើញទីតាំងលក់សាច់អាំងប៉ប៉ែមកកន្លែងបែរជាតំណឆ្ងាញ់ណាស់ព្រោះអីមេឃនេះគឺមេឃវាត្រជាក់អញ្ចឹងណាអញ្ចឹងចង់ដាក់សាច់អាំងមួយចង្កាក់ពីរចង្កាក់អីចឹងទៅប៉ុន្តែមានណាតំងតបានញ៉ាំហ្នឹងគឺត្រូវតែតំងជួគឺច្រើនមែនតើនិយាយទៅតំងជួនេះចូលចង់45នាទីទៅ1ម៉ោងអីដែរហើយទីបំផុតនេះគឺបានញ៉ាំហើយតោះទៅញ៉ាំជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំឃើញខាងសាច់អាំងមកកន្លែងហើយយើងសាកទាំងអស់គ្នាថាសាច់អាំងហ្នឹងវាមិនអីចឹងណាអានេះសាច់ប៉ប៉ែខ្ញុំយកហឹរតិចរសជាតិមិនដែរវាអត់ក្លិនសាច់ប៉ប៉ែមកដល់វានេះយើងកាយតិចបងបានហើយវាថាមេតិចអញ្ចឹងញ៉ាំសាច់អាំងអញ្ចឹងនិយមទៅគឺឆ្ងាញ់មែនតើពីច្រើនជនជាតិចិនគឺគេចូលចិត្តញ៉ាំសាច់អាំងនៅខាងក្រៅមេតិចហ្នឹងនិយមទៅគឺវាឆ្ងាញ់គាត់ទៅញ៉ាំហ្នឹងមានអារម្មណ៍ថាសាច់ហ្នឹងឆ្ងាញ់មែនតើអត់អាចរកអីមកនិយាយបាននិយមទៅពីច្រើននៅបងប្អូនមើលអាចមើលបាននៅខាងក្រោយខ្ញុំហ្នឹងពីច្រើនជនជាតិចិនគឺគេឈរញ៉ាំនៅកណ្ដាលផ្លូវអញ្ចឹងហ្មងចឹងពេលហូបសាច់ចឹងទៅឆ្ងាញ់ខ្ញុំមិនដឹងថាម៉េចដែរប៉ុន្តែប្រហែលជាវប្បធម៌របស់គេហ្នឹងប៉ុន្តែការញ៉ាំនេះគឺគេញ៉ាំអាសាច់អាំងដែលនេះហ្នឹងគេប្រើឈើចង្កែគេប្រើឈើដៃវិញបងប្អូនឃើញគាត់ឈរញ៉ាំទៅតំណឆ្ងាញ់មកគាត់អីចឹងណាហើយខ្ញុំហ្នឹងក៏មិនខុសពីគេឯងដែរនិយាយទៅគឺយើងឈរញ៉ាំនៅខាងក្រៅអីហ្នឹងជាមួយគ្នាអញ្ចឹងទៅហើយយើងអាចទៅណាឆ្ងាយបានទេដោយសារតែចង្កឹះហ្នឹងវាជាចង្កាក់ដែកអញ្ចឹងនៅពេលដែលញ៉ាំហើយគឺត្រូវតែយកប្រដាក់ប្រម៉ូទៅឲ្យហាងដែលគេលក់សាច់អាំងហ្នឹងវិញអីចឹងណាហើយនេះសុទ្ធតែចង្កាក់បន្ទាប់ចេញពីសាច់អាំងហើយយើងទៅរកចំណីផ្សេងទៀតថាមានចំណីអាចញ៉ាំបានអញ្ចឹងស្រាប់តែមកដល់កន្លែងនេះគឺឃើញតែអ៊ំម្នាក់គាត់លក់បាយដំណើបប៉ុន្តែបាយដំណើបនេះវាអត់ដូចខ្មែរអង្គនេះវាអត់សូវស្អិតប្រមាណអីចឹងណាហើយរសជាតិវាគឺសាបដោយសារតែយើងដាក់ស្ករទៅវារៀងផ្អែមឡមអីចឹងទៅមិនដែររសជាតិអានេះគេបើដូចបាយយើងធម្មតាចឹងតែគេស្លាក់ស្ករខាងក្រៅអីចឹងណាទៅផ្អែមទៅអីអាចហូបបានមកអ្នកនេះវិញហូបលំប៉ាវលោកអើយមកដើរលេងញ៉ាំលំប៉ាវខ្ចប់ពីសាលាមកពីចេញមកកន្លែងទៅមកកន្លែងទៀតហើយឥឡូវនេះប្រទះឃើញហាងលក់នំនេះនិយាយទៅគឺមនុស្សដើរសឹងតែវិជ្ជាគ្នាអត់មានផ្លូវដើរដោយសារតែអ្នកឈរចាំទិញនំនោះគឺវាច្រើនពេកហ្មងហើយពេលនេះគឺជាពេលខែល្ងាចអញ្ចឹងហើយទីធ្លាសាធារណៈកន្លែងកំសាន្តស៊ឺឆាហៃនេះនិយមទៅពីចុងមកខាងទៅចុងមកខាងគឺវែងមែនតើដើរអត់សឹងគ្រប់ទេបងប្អូនឃើញទស្សនភាពប្រជាជនគេធ្វើការឆ្លងផ្លូវឆ្លងអីចឹងណាប៉ុន្តែនៅហាង Starbucks បងប្អូនឃើញហើយហាង Starbucks ពីច្រើនគឺគេយកវប្បធម៌តាមប្រពៃណីចិនអីចឹងការតុបតែងអីចឹងទៅហើយការចាំតំងជួននេះនិយមទៅគឺចាំយូរដែរប្រហែលជា7ម៉ោងជាងអីតម្រាំតែបាននំទាំងអស់នឹងមិនញ៉ាំអីចឹងណាគឺមិនងាយទេបងប្អូនហើយគឺតស៊ូមែនតើចាំរហូតដល់បាននំញ៉ាំនេះបន្ទាប់ពីរងចាំហ្មង7ម៉ោងឥឡូវនេះបាននំមកហើយអានេះដូចគេblueberry អានេះបើយើងសាក់មួយម៉ាត់ទៅថាវាឆ្ងាញ់បំផុតណាស់គេចាំដល់គេចាំច្រើននេះមិនខ្ញុំអ្នកចាំទេណានេះមកអ្នកចាំនេះអ្នកចាំនេះខ្ញុំមកអ្នកភ្លក់nó hiện tại miên rồi đây cái hai chiếc lô hàng xong đắng lan mẩy blueberry ấy blueberry của tân hạt hàng xong rồi tân hạt ít hạt miên cũng ngon nếu ai ta sao từ lòn ai chụp nè lại đi cái tôi can nó phải xạ nhà mày chẳng mà đâu mà nè
ថានំនឹងវារួចជាបែបមិនអញ្ចឹងក៏មកតែខ្ញុំចិត្តថាអញ្ចឹងណាអញ្ចឹងគាត់ញ៉ាំនេះគឺអានំនេះវាដូចវានំពងទាដែរក៏ប៉ុន្តែស្រួយមែនតើសបកវាខាងក្រៅហ្នឹងហើយ snow របស់វាហ្នឹងគឺ blueberry ជាមួយនឹងដូចជាមានប័រមានពងមាន់មានអីនៅខាងក្នុងអីចឹងណាហើយបើនំនេះវិញរៀងតលាន់តិចវាផ្អែមហើយអា snow burr នៅខាងក្នុងហ្នឹងវារៀងច្រើនអញ្ចឹងវារៀងតលាន់ឥឡូវនេះយើងចេញពីមកកន្លែងទៀតទៅកាន់ស៊ុបពូកូអានេះខ្ញុំហៅថាស៊ុបពូកូចុះពីព្រោះខ្ញុំភ្លេចឈ្មោះវាបាត់ហើយនេះមានលក់តាហ៊ូស្អុយមានអីចឹងណាអានេះគេដាក់ជាមួយនឹងទឹកសៀងជាមួយនឹងគ្រឿងម៉ាឡាក់គ្រឿងអីចឹងទៅនេះឥឡូវមកដល់ហាងស្គីនអត់ស្គាល់ឈ្មោះទេតែឃើញអាពូកូនេះតំណងហើយយើងមើលយើងសាំមកថារសជាតិវានឹងមិនដែរអញ្ចឹងយើងមកដល់លេងយើងត្រូវមានរូបភាពយើងត្រូវថតវីដេអូអញ្ចឹងទៅដើម្បីកុំឲ្យខាត់លុយអាពូកូនេះទឹកវាដូចមានទឹកស៊ុបអញ្ចឹងគេមានដាក់ស៊ីស្លឹកជីកញ្ឆាយស្លឹកជីដូចយើងធម្មតាអញ្ចឹងហើយនៅខាងក្នុងនេះវាជាសរសៃពូកូកសែងពូកូមិនកសែងពូកូយើងសម្រាប់ជួយខ្លួនទេណាអានេះពូកូវាដូចកសែងអញ្ចឹងហើយមានមីសួរមានអីអញ្ចឹងទៅនិយមទៅគឺឆ្ងាញ់តាជាមួយនឹងគ្រឿងម៉ាឡាក់របស់គេហ្នឹងជាទូទៅនេះនៅក្នុងប្រទេសចិនកម្រនឹងមានមុខម្ហូបដែលជាសាឡណាពីច្រើនមានតែឆាហើយមុខម្ហូបវាច្រើនណាពីច្រើនតែសាបច្រើនតែសាបខ្លាញ់ហើយនឹងរៀងប្រៃហើយមុខម្ហូបបើសិនជាអត់ប្រៃគឺអត់ឆ្ងាញ់តែម្ដងបងប្អូនអាចមកសាបបាននេះខ្ញុំនៅក្នុងប្រទេសចិនជិត2ឆ្នាំហើយនិយមទៅខ្ញុំអាចស៊ាំនឹងមុខម្ហូបប្រទេសចិនអីចឹងណាពីច្រើនគឺមុខម្ហូបពីចិនគឺច្រើនតែប្រៃអីចឹងទៅហើយនេះខ្ញុំដាក់មួយម៉ាត់ហើយគឺដាក់មួយម៉ាត់ទៀតនិយមទៅពូកូនេះឆ្ងាញ់ដែរខ្ញុំញ៉ាំតអស់ពីព្រោះអីមេតិចតិចផងអញ្ចឹងទៅគឺត្រូវតែញ៉ាំឥឡូវនេះហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនសូមជម្រាបលាកុំភ្លេចចុច like ចុច share ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយ